សួស្តីមិត្តភក្តិបងប្អូនទាំងអស់គ្នាលើកនេះគឺខ្ញុំចង់និយាយពីភាសាស្នេហាបន្តពីមុនទៀតគឺជាភាសាស្នេហាប្រភេទទី4ទី1ខ្ញុំសូមរំលឹកទី1គឺការនិយាយសរសើរនិយាយលើកទឹកចិត្តអីហ្នឹងគឺតាក់ទងការសម្ដីការប្រើប្រាស់ពាក្យសម្ដីប្រភេទទី2គឺពេលវេលាការផ្ដល់ពេលវេលាមកពេលនិយាយគ្នាយកចិត្តទៅដាក់ស្ដាប់គាត់ពេលគាត់ធ្វើអីមួយយកចិត្តទៅដាក់មើលគាត់អីចឹងណាពេលគាត់ពេលយើងនិយាយអីជាមួយគាត់គឺយើងត្រូវយកចិត្តដាក់មួយគាត់អាហ្នឹងគឺការផ្ដល់ពេលវេលាប្រភេទទី3គឺការឲ្យជាកាដូឲ្យជារបស់អីតិចតួចសំខាន់ឲ្យទិញនំផ្ញើក៏បានដែរបើហានិយាយចំឲ្យតែឲ្យទៅគាត់មានអារម្មណ៍ថាសប្បាយចិត្តហើយចូលលក្ខណៈទី4នេះគឺគេហៅលក្ខណៈថាជួយធ្វើការងារអ្នកខ្លះគាត់និយាយចំគាត់មានអារម្មណ៍ថាពេលគាត់ធ្វើអីមួយអញ្ចឹងបានបញ្ញាគេមកជួយអញ្ចឹងគាត់សប្បាយចិត្តមានគាត់គិតថាអ្នកដែលជួយគាត់ហ្នឹងដោយសារយកចិត្តទៅដាក់មួយគាត់ស្រឡាញ់គាត់បានជួយគាត់អញ្ចឹងគាត់មានអារម្មណ៍សប្បាយចិត្តខ្ញុំលើកពីរឿងនៅក្នុងសៀវភៅ Five Love Language នឹងចូលមកនិយាយតិចទៀតពេលមួយបណ្ឌិត Chapman ហ្នឹងគាត់ទៅលេងកោះមួយអញ្ចឹងទៅគាត់ជួបប្តីប្រពន្ធពីរនាក់ក្មេងៗឆ្លោះគ្នាគាត់និយាយប្រាប់ថាឥឡូវគាត់ឈប់ស្រឡាញ់គ្នាគាត់ចង់បែកគ្នាហើយប៉ុន្តែគាត់ចង់ដឹងថាអ្នកជំនាញខាងស្នេហាហ្នឹងគិតមិនដែរអញ្ចឹងណាហើយទៅបងគាត់ស្ដាប់រឿងពីរនាក់ហ្នឹងចូលពីរនាក់ស្រឡាញ់គ្នាអញ្ចឹងការមួយគ្នាអញ្ចឹងទៅបាក់មានកូនមួយគ្នាហើយបានសួរថាហេតុអីសួរប្រពន្ធថាហេតុអីបានអត់ស្រឡាញ់ប្តីឈប់ស្រឡាញ់អញ្ចឹងថាមកពីប្តីហ្នឹងមួយថ្ងៃមកទៅបាញ់សัตว์បបបាញ់សัตว์អត់ចេះជួយធ្វើការងារផ្ទះអីអញ្ចឹងណាកូនក៏មិនចេះមើលមិនចេះអីអញ្ចឹងហើយទៅប្រើគាត់តាំងពីលៀងឡានលៀងអីក៏ប្រើគាត់ឲ្យយូរគ្មានធ្វើអីទេហើយទៅពេលសួរប្តីវិញថាហេតុអីបានប្តីជប់ស្រឡាញ់ប្រពន្ធថាប្រពន្ធនឹងអត់ចេះសម្អាតផ្ទះសោះមកផ្ទះវិញផ្ទះឡើងក៏ខិចសូម្បីតែកតោបកូនក៏មិនចេះដូរទេហើយទៅផ្ទះដូចសបុកឈូកដល់អញ្ចឹងទៅមានអារម្មណ៍ថាប្រពន្ធនឹងគ្មានចេះយកចិត្តទុកដាក់គាត់ធុញមកដល់ផ្ទះស្អីក៏គ្មានអញ្ចឹងណានេះទៅបានគាត់ចាប់ផ្ដើមសួរទៀតថាអញ្ចឹងហិចមុនស្រឡាញ់គ្នាមិនបានស្រឡាញ់គ្នាកើតថាកាលពីដំបូងមិនអញ្ចឹងទេថាប្តីហ្នឹងកាលពីដំបូងស្រឡាញ់ប្រពន្ធហ្នឹងមកផ្ទះអញ្ចឹងមកជួយធ្វើអីដូចថាល្ងាចអញ្ចឹងមកបាយផ្ទះអញ្ចឹងមកជួយធ្វើកិច្ចការផ្ទះខាងស្រីអញ្ចឹងធ្វើឲ្យខាងស្រីមានអារម្មណ៍ថាប្តីនឹងយកចិត្តទុកដាក់មួយគាត់អញ្ចឹងទៅបានគាត់ស្រឡាញ់ខាងបរោះហ្នឹងក៏ព្រមរៀបការជាមួយអញ្ចឹងបានបណ្ឌិត Chapman ចង់និយាយប្រាប់ថាតាមពិតភាសាស្នេហារបស់ខាងនារីហ្នឹងគឺតាក់ទងទៅការជួយអញ្ចឹងក៏គាត់និយាយសម្រួលគ្នាឥឡូវអ្នកឯងចាប់ផ្ដើមជួយធ្វើការងារគាត់មកផ្ទះវិញជួយធ្វើអីលាងឡានលាងអីលាងខ្លួនឯងអញ្ចឹងជួយការងារផ្ទះគាត់ហើយគាត់ក៏ព្រមធ្វើអាកិច្ចការនឹងទាំងអស់គ្នាឡើងវិញដែរអញ្ចឹងបានថាចង់និយាយវាថាភាសាហ្នឹងគឺតាក់ទងការជួយកាលណាតែអត់ជួយទៅយើងធ្វើការម្នាក់ឯងពួកអ្នកខ្លះគាត់អត់ស្ូវមានចិត្តទេតែមិនគាត់អត់មានចិត្តគាត់អត់ដឹងមកផ្ទះអញ្ចឹងឃើញប្រពន្ធលាងចានលាងអីអញ្ចឹងអត់ជួយលាងអត់ជួយអីអញ្ចឹងទៅប្រពន្ធមានអារម្មណ៍ថាចុះប្តីនឹងអត់ស្រឡាញ់ខ្លួនបើសិនអ្នកដែលភាសាស្នេហាគាត់មិនតាក់ទងទៅខាងសវិសខាងជួយហ្នឹងទេវាអត់បញ្ហាទេប៉ុន្តែបើសិនជាគាត់អ្នកតាក់ទងខាងសវិសហ្នឹងគាត់មានអារម្មណ៍ថាគេយកមកគាត់ហ្នឹងប្រើដូចជាខ្ញុំបង្ើអញ្ចឹងគាត់អត់មានអារម្មណ៍ថានឹងពេញចិត្តទេដូចថាឧបមាបើសិនជាសិស្សវិញនៅជានិស្សិតដូចគ្នាអីអ្នកខ្លះវិញសប្បាយចិត្តណាបាននារីឬក៏បរិះណាជួយធ្វើលំហាត់ជួយបញ្យលលំហាត់ជួយអីគាត់ជួយការងារគាត់នឹងគឺគាត់មានអារម្មណ៍កក់ក្ដៅហ្មងអង្គតេតងការជួយហួយដល់ពេលបានស្គាល់គ្នាចិត្តស្និទ្ធលេងជួយលេងអីហ្មងលេងល្បីល្វល់លេងអីអញ្ចឹងអាធុងអាអន្តរៈហ្នឹងវាអស់ដូចឡានអញ្ចឹងវាឆេះទៅមិនឆេះហើយធ្វើដំណើរមិនកើតអាហ្នឹងអញ្ចឹងអស់អន្តរៈនៃក្តីស្រឡាញ់ហ្នឹងអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតវាតកតងទៅនឹងការជួយអញ្ចឹងបើសិនជាប្រភេទបុគ្គលនឹងគាត់ជាប្រភេទមនុស្សរស់នៃការជួយអញ្ចឹងអាចជួយគាត់បានជួយកិច្ចការងារផ្ទះជួយកិច្ចការសាលាអញ្ចឹងការងារផ្សេងជួយថ្ងៃសៅរ៍ថ្ងៃអាទិត្យអីអាចជួយគាត់អញ្ចឹងទៅមានរឿងអីជួយធ្វើការធ្វើម្ហូបធ្វើអីទាំងអស់គ្នាទៅអាហ្នឹងគឺបញ្ជាក់ទំហំនៃសេចក្តីស្រឡាញ់រួចមិនបាច់ចាំទៅណាទិញរបស់របរឲ្យគាត់ក៏បានដែរមិនបាច់ចាំនិយាយបញ្ចោសារគាត់អីទេពួកគាត់រស់នឹងការរស់និយមរបស់គាត់នឹងតកតងនឹងការជួយនឹងអញ្ចឹងជួយគាត់ឲ្យតែបានច្រើនទៅគឺបានណាបាទឥឡូវសូមអស់ចំណាប់អារម្មណ៍ទៅប៉ុណ្ណឹងនឹងភាសាស្នេហាទី4បាទចាំខ្ញុំបន្តទី5បន្តទៀតនៅคลิปបន្តទៀត